តើអ្នកដឹងទេមនុស្សជាច្រើនកំពុងប្រើទូរស័ព្ទខុសរាល់ថ្ងៃដោយមិនដឹងខ្លួនទម្លាប់សាមញ្ញមួយចំនួនអាចធ្វើឲ្យថ្មឆាប់ខូចទូរស័ព្ទដើរយឺតឬអាយុកាលខ្លីជាងមុនតើក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញ7ចំណុចដែលអ្នកគួរតែធ្វើចាប់ពីពេលនេះតទៅចំណុចទី1ទុកថ្ម 0% ញឹកញាប់មនុស្សជាច្រើនគិតថាត្រូវប្រើថ្មឲ្យអស់សិនទើបសាប៉ុន្តែសម្រាប់ទូរស័ព្ទសម័យថ្មីដែលប្រើថ្មលីជូមការទុកថ្មឲ្យអស់ដល់ 0% ញឹកញាប់អាចធ្វើឲ្យអាយុកាលថ្មថយចុះលឿនជាងមុនល្អបំផុតគឺគួរសាកថ្មនៅចន្លោះពី20ដល់ 30% ទើបធ្វើឲ្យអាយុកាលថ្មយើងនៅតែរក្សាប្រើប្រាស់បានយូរចំណុចទី2គឺលេងហ្គេមនៅពេលសាកថ្មពេលទូរស័ព្ទកំពុងសាកវាក៏បង្កើតកម្ដៅដែរបើអ្នកលេងហ្គេមឬធ្វើការធ្ងន់ធ្ងរក្នុងពេលតែមួយកម្ដៅនឹងកើនឡើងកម្ដៅខ្ពស់ជាញឹកញាប់អាចប៉ះពាល់ដល់ថ្មនិងធ្វើឲ្យដំណើរការរបស់ទូរស័ព្ទមិនសូវល្អក្នុងរយៈពេលវែងចំណុចទី3គឺយើងនិយាយអំពីការប្រើឆ្នាំងសាកគ្មានគុណភាពឆ្នាំងសាកថោកឬមិនមានស្តង់ដារអាចផ្គត់ផ្គង់ចរន្តអគ្គិសនីមិនស្ថិតស្ថេរវាអាចធ្វើឲ្យថ្មឆាប់ខូចក្តៅខ្លាំងហើយក្នុងករណីខ្លះអាចបង្កគ្រោះថ្នាក់ថែមទៀតដូច្នេះសូមបងប្អូនជ្រើសរើសឆ្នាំងសាកឬម៉ាកដែលមានគុណភាពឬស្តង់ដារដើម្បីកុំឲ្យប៉ះពាល់នៅពេលដែលយើងប្រើចំណុចទី4បងប្អូនកុំឲ្យ storage ឬក៏ទូរស័ព្ទយើងពេញ memory បើអង្គផ្ទុកទិន្នន័យពេញ 100% ទូរស័ព្ទវានឹងដំណើរការយឺតការបើកកម្មវិធីយូរអាចនឹងគាំងញឹកញាប់គួរលុបឯកសារឬក៏កម្មវិធីដែលបងប្អូនគិតថាមិនប្រើហើយទុកទំហំទំនេរយ៉ាងហោចណាស់ 10% ទៅ 20% ដើម្បីឲ្យទូរស័ព្ទដំណើរការបានល្អចំពោះចំណុចទី5បងប្អូនមិនគួរមើលរំលងការអាប់ដេតកម្មវិធីមនុស្សជាច្រើនគាត់ខ្ជិលអាប់ដេតព្រោះគាត់និយាយថាវាចំណាយលុយអ៊ីនធឺណិតឬចំណាយពេលហើយខ្លាចមានមេរោគអីចូលញ៉ៃយ៉ាងទៅប៉ុន្តែការធ្វើអាប់ដេតវាជួយកែបញ្ហាបង្កើនសុវត្ថិភាពនិងធ្វើឲ្យទូរស័ព្ទដំណើរការបានល្អជាងមុនហើយពេលដែលក្រុមហ៊ុនមានកម្មវិធីថ្មីវាអាចទម្លាក់ឲ្យយើងបានដូច្នេះនៅពេលមានកំណែទម្រង់ថ្មីសូមបងប្អូនធ្វើអាប់ដេតជាប្រចាំទៅចំពោះចំណុចទី6កុំប្រើទូរស័ព្ទនៅកន្លែងក្តៅខ្លាំងកុំទុកឬប្រើទូរស័ព្ទនៅកន្លែងដែលមានកម្ដៅខ្លាំងការដែលយើងទុកទូរស័ព្ទក្រោមពន្លឺថ្ងៃដូចជានៅក្នុងឡានបិទជិតបងប្អូនដឹងហើយអាចធ្វើឲ្យសីតុណ្ហភាពកើនឡើងខ្លាំងកម្ដៅអាចប៉ះពាល់ដល់ថ្មអេក្រង់ទូរស័ព្ទនិងគ្រឿងបន្លាស់ខាងក្នុងវាអាចធ្វើឲ្យទូរស័ព្ទយើងឆាប់ខូចល្អបំផុតគឺបងប្អូនរក្សាទូរស័ព្ទយើងនៅកន្លែងត្រជាក់ហើយដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ចំពោះចំណុចទី7គឺបងប្អូនកុំដំឡើង app ពីប្រភពមិនស្គាល់កុំដំឡើង app ពីប្រភពមិនស្គាល់ដូចជាបងប្អូនចូលទៅក្នុង website អីទៅវាមានឲ្យយើងដំឡើងអីចឹងអានឹងជាបញ្ហាកម្មវិធីដែលយើងទាញយកមកពីគេហទំព័រដែលមិនស្គាល់ឬមិនផ្លូវការវាអាចជាមេរោគឬជាកម្មវិធីលួចព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូនវាអាចធ្វើឲ្យទូរស័ព្ទដំណើរការយឺតបាត់បង់ទិន្នន័យឬសូម្បីតែគណនីរបស់អ្នកក៏បានលួចដូច្នេះដើម្បីសុវត្ថិភាពសូមកុំដំឡើងពី Google Play Store ឬប្រភពផ្លូវការកុំដំឡើងពី Play Store សូមទោសបងប្អូនដូច្នេះដើម្បីសុវត្ថិភាពសូមបងប្អូន
ដំឡើងកម្មវិធីតែពី Google Play Store ឬប្រភពផ្លូវការបានហើយកន្លែងនេះវាចង់និយាយថាកុំឲ្យបងប្អូនទៅឡើងតាមអាជ្រូមឬក៏កម្មវិធីផ្សេងៗដែលមានផ្លូវការអូខេ